ស្ដីអ្នកទាំងអស់គ្នាឬសលេងខ្ញុំមកក្នុងថ្ងៃបើខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបធ្វើផ្ទះឲ្យស្អាតក្នុង Minecraft តែគ្នាយើងមួយចំនួនហ្នឹងសង់រោងគោដើម្បីធ្វើផ្ទះខ្លួនឯងអញ្ចឹងហើយកុំឲ្យគ្នាយើងសង់តែរោងគោពេកខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នាដំបូងគ្នាយើងមានឈើស្ព្រុះនេះគឺជាឈើស្ព្រុះហើយដល់មកគ្នាយើងទៅរៀបខ្ញុំចាំមកខ្ញុំរៀប1ទៅមក2 Oh my god អូខេឥឡូវគឺយើងទទួលបានភូមិមួយដ៏ស្រស់ស្អាតហើយយើងនៅជាមួយមិត្តភ័ក្តិរបស់យើងឬក៏នៅមួយសង្សាររបស់យើងនៅមួយប្រពន្ធរបស់យើងនៅមួយកូនរបស់យើងគឺថាធំខ្លាំងមែនតើហើយដូចនេះយើងបានឃើញថាយើងចំណាយពេលសង់តែមួយផ្លែទេអត់ដល់1នាទីទេគឺយើងបានប៉ុណ្្នឹងគឺអ្នកទាំងគ្នាគិតមើលគឺពិតជាអស្ចារ្យហើយ